មាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់បានប្រមានការពីថ្ងៃអាទិត្យថាអ៊ុយក្រែននឹងប្រឈមមុខនៅផលវិបាកធ្ងន់ធ្ងររួមទាំងការសងសឹកយ៉ាងចាស់ដៃបន្ទាប់ពីបាញ់យន្តហោះគ្មានមនុស្សបើកវាប្រហារនាវាពាណិជ្ជកម្មមួយគ្រឿងរបស់អ៊ីរ៉ង់នៅសមុទ្រកាស្ពីននេះមិនមែនជាលើកដំបូងឡើយពលភាពតានតឹងរវាងអ៊ីរ៉ង់អ៊ុយក្រែនបានកើនឡើងចាប់តាំងពីឆ្នាំ2022មកម្លេះនៅពេលដែលទីក្រុងគៀវចោទប្រកាន់ថាទីក្រុងតេហេរ៉ង់បានផ្គត់ផ្គង់ដ្រូនពិឃាតសាហេតឲ្យរុស្ស៊ីយកទៅប្រើក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែនបើតាមអាណាឌូលូលោកអ៊ីប្រាហ៊ីមអាស៊ីស៊ីដែលជាប្រធានគណៈកម្មាធិការសន្តិសុខជាតិនៃសភាអ៊ីរ៉ង់បានប្រមានអ៊ុយក្រែនតាមបណ្ដាញសង្គមអេថាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានដឹងយ៉ាងច្បាស់រួចហើយថាការវាយប្រហារណាមួយលើអ៊ីរ៉ង់តែងតែសងវិញពេញថ្លៃហើយរឿងនោះនៅតែជាការពិតរហូតមកទល់នឹងថ្ងៃនេះលោកអាស៊ីស៊ីអះអាងថាអ៊ុយក្រែនក៏ដូចគ្នាដែរហើយប្រហែលជាអាចយល់ក្នុងពេលឆាប់ៗនេះថាអ៊ីរ៉ង់មិនទុកឲ្យសកម្មភាពទាំងនេះកន្លងផុតទៅដោយគ្មានការឆ្លើយតបនោះទេបន្ទាប់ពីក្រោយលោកអាស៊ីស៊ីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបាសអរ៉ាជីបានប្រមានថាការវាយប្រហាររបស់អ៊ុយក្រែនលើនាវាពាណិជ្ជកម្មអ៊ីរ៉ង់ដែលបានសម្លាប់នាវិកម្នាក់មិនអាចទុកឲ្យកន្លងផុតទៅដោយគ្មានការឆ្លើយតបបានទេហើយលោកបានហៅទង្វើនេះថាជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិយ៉ាងណាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឆ្លើយតបលើបណ្ដាញសង្គមឲ្យថាកងទ័ពអ៊ុយក្រែនទទួលបានលទ្ធផលដ៏ខ្លាំងពីការវាយប្រហាររយៈចម្ងាយឆ្ងាយនៅសមុទ្រកាស្ពីនដែលបានកំទេចកប៉ាល់មួយគ្រឿងមានជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់និងនាវាចម្បាំងមួយគ្រឿងដល់ឡែកភាគីទីភ្នាក់ងារស៊ើបការសម្ងាត់អ៊ុយក្រែនវិញក៏បានអះអាងផងដែរថាការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនធ្វើឡើងប្រឆាំងទៅនឹងនាវាដែលជាប់ទណ្ឌកម្មអន្តរជាតិនិងត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនសម្ភារៈយោធារវាងអ៊ីរ៉ង់និងរុស្ស៊ី